Facebook នឹងប្រហែលជាដកខ្លួនចេញហើយក៏ប៉ុន្តែគាត់ថាជំរាបបងប្អូនចេះអ្វីដែលខ្ញុំបាត់ខ្លួននៅក្នុងរយៈពេល3ខែជាងនេះគឺថាខ្ញុំមានភារកិច្ចសម្រាប់ការងារត្រូវការទទួលខុសត្រូវការបំពេញភារកិច្ចនៅក្នុងកិច្ចការងារសម្រាប់គ្រួសារខ្ញុំត្រូវដកខ្លួនមួយបំណែកក្នុងរយៈពេលខ្លីក៏ប៉ុន្តែទន្ទឹមនឹងពេលដែលត្រឡប់មកវិញក៏មានបងប្អូនយើងមួយចំនួនហ្នឹងសនំពោផ្ញើឯកសារមកឲ្យខ្ញុំជួយបកស្រាយឲ្យអំពីរឿងវាមានវាគ្មិន2រូបដែលបានសម្ភាសជាមួយនឹងអាស៊ីសេរីអំពីរឿងបុណ្យខួបថ្ងៃទី24មិថុនាឆ្នាំ1949ហ្នឹងដែលថាបារាំងកាត់ទឹកដីឲ្យទៅយួនតើចំណុចអស់ហ្នឹងវាសមស្របនៅក្នុងឯកសារពិតប្រាកដថាខ្ញុំបានបញ្ចេញឯកសារមកថាបារាំងអត់បានកាត់ទឹកដីឲ្យទៅយួនទេដូច្នេះនៅក្នុងសំណុំពោបងប្អូនប្រជាពលរដ្ឋយើងអ្នកដែលគាំទ្រខ្ញុំមួយចំនួននៅតែមានភាពមន្ទិលសង្ស័យនៅឡើយថាហេតុអីបានការនិយាយនេះវាខុសគ្នារវាងថាបារាំងកាត់ទឹកដីឲ្យតែអ្វីដែលខ្ញុំបកស្រាយមិនមែនបារាំងកាត់ទឹកដីឲ្យទេបានន័យថាបារាំងបកគលអាណានិគមឲ្យមកខ្មែរបានន័យថាទឹកដីកម្ពុជាក្រោមយើងសប្តាហ៍នេះមិនទាន់បាត់ទេអញ្ចឹងខ្ញុំក៏ចង់បកស្រាយដើម្បីបញ្យល់សង្គមឲ្យយល់ពីបញ្ហាយើងនិយាយថាសំណួរគេបានសួរថាតើកម្ពុជាក្រោមសប្តាហ៍ហ្នឹងបាត់បង់ហើយនៅអានេះសំណួរបងប្អូនទៅសួរថាតើកម្ពុជាក្រោមយើងសប្តាហ៍នេះតើបាត់បង់ហើយឬនៅចម្លើយឆ្លើយថានៅឡើយទេអត់ទាន់បាត់បង់ទេបើយើងនិយាយនៅក្នុងច្បាប់អន្តរជាតិយើងនៅក្នុងកំឡុងទៅតែបាន67ឆ្នាំអញ្ចឹងយើងនៅសល់រយៈពេល33ឆ្នាំបន្ថែមទៀតបានន័យថាយើងនឹងបាត់បង់ទឹកដីយើងត្រូវយល់ថាការបាត់បង់ទឹកដីដរាបណាតែមានការទៀមទាពីស្ដេចហើយបើសិនជាស្ដេចខ្មែរយើងមិនទៀមទាទឹកដីនឹងបាត់បង់ជាស្ថាពរដូចជាចំណុចដែលសំខាន់ហ្នឹងនៅក្នុងគេនិយាយថាច្បាប់ដែលគេចេញមកក្នុងកំឡុង100ឆ្នាំប្រទេសណាក៏ដោយបើសិនជាគេយកបានលើសពី100ឆ្នាំហើយមិនអាចទៀមទាបានទេតែយើងនិយាយថាទឹកដីកម្ពុជាក្រោមអត់ទាន់បានលើស100ឆ្នាំទេបានន័យថាទៅនៅក្នុងកំឡុងតែ67ឆ្នាំនៅសល់33ឆ្នាំទៀតដែលយើងនឹងបាត់បង់ទឹកដីអាហ្នឹងសំណួរទី1តើកម្ពុជាក្រោមហ្នឹងបាត់បង់ទឹកដីហើយឬនៅបានន័យថានៅឡើយទេអាហ្នឹងសំណួរទី1សំណួរទី2បើសិនជាទឹកដីខ្មែរយើងមិនបាត់បង់ហេតុអីបានគេធ្វើបុណ្យខួប24មិថុនាឆ្នាំ1949ដែលបុណ្យខួបរំលឹកបាត់ទឹកដីកន្លែងហ្នឹងក៏ខ្ញុំចង់បញ្ជាក់បងប្អូនយើងឲ្យបានច្បាស់លាស់ថាបុណ្យខួបរំលឹកថ្ងៃ24មិថុនាឆ្នាំ1949ហើយមានពួកអក្រិតជនមួយចំនួនជនក្បត់មួយចំនួននៅក្នុងស្ថាប័នជាតិខ្មែរយើងដើម្បីលើកប្រវត្តិនឹងដើម្បីមកបំភាន់ជួយយួនឲ្យយកទឹកដីខ្មែរវាតាមការពិតថ្ងៃ24មិថុនាឆ្នាំ1949គឺជាថ្ងៃដែលបារាំងបកគលអាណានិគមឲ្យឥណ្ឌូចិនអាមិនហៅថាបកគលឲ្យឥណ្ឌូចិនមាន3វាមានយួនវាមានខ្មែរហើយនឹងមានលាវដូច្នេះអ្វីក៏ដោយនៅក្នុងសម័យអាណានិគមបារាំងត្រូវការគ្រប់គ្រងទៅលើសហព័ន្ធឥណ្ឌូចិនដូច្នេះចំណុចនឹងហើយដែលហៅថាពេលថ្ងៃទី24មិថុនាឆ្នាំ1949គឺជាថ្ងៃដែលបារាំងត្រូវតែបកគលអាណានិគមមកឲ្យខ្មែរវិញនៅក្នុងឆ្នាំ1949មិនមែនជាថ្ងៃដែលកាត់ទឹកដីឲ្យទៅយួនទេអានេះយើងត្រូវយល់ថាច្បាប់អាណានិគមវានៅតែជាអាណានិគមមិនអាចទៅបកគលទឹកដីឲ្យអ្នកណាទេហើយអ្វីក៏ដោយខ្ញុំនឹងទាញឯកសារដើម្បីបំភ្លឺឲ្យសង្គមឲ្យបានយល់ច្បាស់លាស់អំពីអ្វីទៅហៅថាបាត់បង់ទឹកដីអ្វីទៅហៅថាបកគលអាណានិគមហើយអ្វីទៅហៅថាការបាត់បង់ទឹកដីដ៏ពិតប្រាកដបណ្ដាលមកពីអ្នកណាអញ្ចឹងដែលយើងទៅតាមដានឯកសារប្រវត្តិសាស្ត្រឲ្យមានការពិតហើយខ្ញុំនឹងទាញផុសតាំងដើម្បីមកបញ្ជាក់បង្ហាញថាតើអ្នកណាបកគលអំណាចបកគលទឹកដីកម្ពុជាក្រោមឲ្យទៅយួនពិតប្រាកដនោះមានតែអបិសាយស៊ីនោះដើម្បីបញ្ជាក់លើទាហិកទាំងអស់នឹងហើយឲ្យបងប្អូនឲ្យបានយល់ដឹងខ្ញុំនឹងទាញផុសតាំងដើម្បីបំភ្លឺនៅសម្រាប់ដែលហៅថាវេទិកាអាស៊ីសេរីដែលមានវាលគ្មិន2រូបដែលមានលោកសុកអេសានហើយនឹងថាច់ស៊ីថាដើម្បីនឹងបកស្រាយក៏ប៉ុន្តែមុននឹងការបកស្រាយទៅលើវេទិកាអាស៊ីសេរីរវាងបុណ្យរំលឹកខួបថ្ងៃទី24មិថុនាឆ្នាំ1949នេះខ្ញុំក៏នឹងបកស្រាយដើម្បីបំភ្លឺឲ្យបងប្អូនយល់មុននឹងខ្ញុំបកស្រាយដូច្នេះរឿងនឹងវាមានការពាក់ព័ន្ធជាមួយនឹងគេហៅថាសហព័ន្ធឥណ្ឌូចិនដែលក្រោមការរៀបចំរបស់ហ៊ូជីមីញនៅក្នុងឆ្នាំ1930កន្លែងហ្នឹងដែលបងប្អូនត្រូវយល់ឲ្យច្បាស់លាស់គេហៅថាហ៊ូជីមីញបានបង្កើតសហព័ន្ធឥណ្ឌូចិននៅក្នុងឆ្នាំ1930នៅទីក្រុងហុងកុងដូច្នេះដំណើរនយោបាយដែលគេបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានក្រោមការរៀបចំក្រោមការបង្កើតរបស់ហ៊ូជីមីញហ្នឹងវាមានយួនខ្មែរហើយនឹងលាវឲ្យនៅក្រោមឥណ្ឌូចិនរបស់យួនដូច្នេះដើម្បីបញ្ជាក់នៅលក្ខណៈអស់ហ្នឹងអ្វីដែលយើងមើលឃើញបច្ចុប្បន្នដែលសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ណាស់ដែលហៅថាសហព័ន្ធឥណ្ឌូចិនដែលយួនយកបានទាំងស្រុងហើយគ្រប់គ្រងឲ្យគ្រប់បណ្ដប់ទៅលើដែនដីខ្មែរហើយនឹងដែនដីលាវហើយជា
ពិសេសគេបានធ្វើរចនាសម្ព័ន្ធជាប្រវត្តិសាស្ត្រហើយជាប្រវត្តិរបស់ប្រពៃណីជាតិប្រទេសនីមួយៗដូចជាប្រទេសលាវគេមានប្រពៃណីជាតិរបស់គេហើយប្រទេសខ្មែរយើងក៏មានប្រពៃណីជាតិរបស់ខ្មែរយើងដូច្នេះឥឡូវនេះបានន័យថាគេវិញរវាងសហព័ន្ធឥណ្ឌូចិនយួនហើយនឹងខ្មែរយួនហើយនឹងលាវឲ្យចូលទៅក្នុងប្រពៃណីជាតិតែមួយដើម្បីចូលលើចំណុចអស់នេះខ្ញុំនឹងចាក់វីដេអូដើម្បីបង្ហាញសង្គមឲ្យមើលឃើញថាតើគេចងក្រងនៅក្នុងវិធីបែបណាខ្ញុំនឹងចាក់ដើម្បីឲ្យបំភ្លឺឲ្យបងប្អូនមើលឃើញដូចតទៅឲ្យបងប្អូនយើងបានមើលឃើញឲ្យច្បាស់លាស់រវាងប្រពៃណីជាតិសាសន៍នីមួយៗក្នុងប្រទេសនីមួយៗឥឡូវនេះនៅក្នុង3បានន័យថាប្រពៃណីរបស់លាវបានចងក្រងជាមួយយួនឲ្យទៅជាប្រពៃណីយួនលាវអាហ្នឹងដែលយើងមើលឃើញឲ្យច្បាស់លាស់គេហៅថាប្រពៃណីគេវិញជាមួយនឹងយួនរួចទៅហើយបន្ទាប់មកយើងនិយាយពីខ្មែរយើងវិញឥឡូវយើងមើលឃើញសកម្មភាពខ្មែរយើងដែលវិញចូលធ្លុងជាមួយយួនបានន័យថាយករបាំបរិជ្ជទ្រព្យដែលជារបាំគេមរតករបស់ខ្មែរយើងដ៏ពិតប្រាកដពីដូនតាមកបានន័យថារបាំនឹងមិនអាចคล้ายទៅជារបាំរំវងបានទេឥឡូវនេះគេយកមកវិចចងក្រងវាទៅជាកម្ពុជាយួនតែមួយកន្លែងហ្នឹងឲ្យបងប្អូនយើងជនរួមជាតិទាំងអស់ឲ្យនាំគ្នាចាប់អារម្មណ៍ឡើងហើយកុំឲ្យវង្វេងការវង្វេងរបស់ខ្លួនឯងហើយទៅជឿទៅតាមបុគ្គលដែលបំផិនមតិជាតិអាហ្នឹងដែលខ្ញុំចង់កន្លែងហ្នឹងដើម្បីឲ្យបានច្បាស់លាស់ហើយយើងនិយាយថារបាំបរិជ្ជទ្រព្យជារបាំរបស់អង្គការ UNESCO ព្រោះយើងបានដាក់របាំហ្នឹងជារបាំអង្គការ UNESCO អន្តរជាតិគេទទួលស្គាល់រួចទៅហើយបែរជាខ្មែរយើងបច្ចុប្បន្ននេះទៅទទួលស្គាល់ថាវាជារបាំកម្ពុជាយួនវាចងទៅជាប្រពៃណីក្រោមឥណ្ឌូចិនអាហ្នឹងឲ្យបងប្អូនមើលអាហ្នឹងគេហៅថាសហព័ន្ធឥណ្ឌូចិនដែលគេវិញចេញជាធ្លុងមួយហើយមិនទន្ទឹមនៅពេលហ្នឹងទេនៅក្នុងរយៈពេលថ្មីនេះដែលមានយុវជនយុវតីមួយចំនួនដែលធ្វើការបដិសេធប្រឆាំងជាមួយនឹងហ៊ុនសែនតែហ៊ុនសែនហ្នឹងអនុញ្ញាតឲ្យប្រធានាធិបតីយួនស្មើនឹងស្ដេចខ្មែរហើយមិនទន្ទឹមនៅពេលហ្នឹងទេអាអ្នកដែលងប់ងល់ជាមួយស្ដេចនេះនាំគ្នាការពារស្ដេចតែខ្លួនឯងមិនបានចាប់អារម្មណ៍តើស្ដេចហ្នឹងជាស្ដេចខ្មែរឬក៏ជាស្ដេចយួនហើយបើសិនជាស្ដេចខ្មែរយើងសូមសួរថាប្រជាពលរដ្ឋមានការឈឺចាប់យុវជនយុវតីមានការឈឺចាប់តែហេតុអីបានស្ដេចខ្មែរអត់ឈឺចាប់បើសិនជាស្ដេចខ្មែរពិតប្រាកដហើយបើសិនជាស្ដេចខ្មែរបញ្ជាវានៅលើស្ដេចហេតុអីបានស្ដេចមិនដាក់បញ្ជាចេញមកឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងឲ្យក្នុងជួររដ្ឋាភិបាលហ្នឹងត្រូវតែដកផ្លាកហ្នឹងចេញឲ្យធានាធិបតីយួនត្រូវតែនៅក្រោមអំណាចរបស់ស្ដេចតែយើងសូមសួរថាមិនមែនទៅតែផ្លាកទេយើងមើលអត្តសញ្ញាណវិញប្រជាពលរដ្ឋយួនឈរដង្ហែតាមដងវិថីដើម្បីគ្រប់គ្រងធានាធិបតីយួនដែលធ្វើដំណើរចូលមកជួបស្ដេចខ្មែរហើយយើងសូមសួរថាបើសិនជាធ្វើកិច្ចកិច្ចការទទួលស្គាល់រវាងធានាធិបតីនៃប្រទេសនីមួយៗដែលចូលមកប្រទេសខ្មែរយើងត្រូវតែធ្វើកិច្ចកិច្ចស្វាគមន៍ក៏ប៉ុន្តែទន្ទឹមនឹងកិច្ចកិច្ចស្វាគមន៍ហ្នឹងហេតុអីបានយើងនាំគ្នាទៅស្លៀកបំពាក់យួនដើម្បីទៅគ្រប់គ្រងធានាធិបតីយួនពួកយើងជាប្រជាពលរដ្ឋខ្មែរអ្វីដែលយើងគ្រប់គ្រងគឺធានាធិបតីនៃប្រទេសនីមួយៗបានមកធ្វើដំណើរទស្សនកិច្ចមកចូលមកប្រទេសខ្មែរយើងត្រូវទៅធ្វើកិច្ចកិច្ចជាវិធីខ្មែរហេតុអីបានយើងទៅធ្វើជាវិធីយួនអញ្ចឹងដើម្បីបង្ហាញសង្គមឲ្យបានច្បាស់លាស់ហើយកុំឲ្យនៅតែងងឹតងងុលហើយទៅចាញ់ឲ្យបាយកលហើយនឹងពួកដែលឃោសនាបំបាច់គេហៅថាទៅវាយម្ខាងហើយលើកជើងម្ខាងវាតាមកាពិតវាយួនទាំងអស់អញ្ចឹងខ្ញុំក៏ចង់លើកក្នុងករណីមួយដើម្បីបញ្យល់បងប្អូនយើងឲ្យយល់ឲ្យច្បាស់លាស់ថារវាងហ៊ូជីមិញគេបាននិព
ពន្ធសាច់រឿងគេបាននិពន្ធសាច់រឿងហ្នឹងដើម្បីឲ្យមកសម្ដែងនៅស្រុកខ្មែរហើយខ្មែរយើងក៏អត់បានយល់ដឹងទេហើយយួននិពន្ធសាច់រឿងឲ្យមកសម្ដែងនៅស្រុកខ្មែរគឺហៅថាមានតួអង្គ3ទី1គេហៅមានតួចិត្តអាក្រក់ទី2តួចិត្តល្អទី3តួស្ដេចដូច្នេះតួទាំង3ហ្នឹងគឺជាអ្នកដែលបំរើយួនជាតួរបស់យួនដែលលើកឡើងមកដើម្បីឲ្យមកសម្ដែងនៅស្រុកខ្មែរសម្ដែងយកទឹកដីខ្មែរសម្ដែងគ្រប់គ្រងលើទឹកដីខ្មែរបែរជាអ្នកចូលមើលប្រជាពលរដ្ឋឯក៏អ្នកចូលមើលមានមួយចំនួនចូលមើលមួយចំនួនមិនបានចូលមើលទេចូលរួមគ្រប់គ្រងនៅក្នុងតួទាំង3ហ្នឹងវាមានតួចិត្តអាក្រក់វាមានតួចិត្តល្អនិងតួស្ដេចតែយើងកុំភ្លេចថាតួទាំង3ហ្នឹងគឺជាតួសម្ដែងរបស់យួនដូច្នេះអ្នកដែលបានចូលមើលសាច់រឿងវាអត់អីទេតែអ្នកមួយចំនួនធំមិនបានចូលមើលសាច់រឿងទេគេហៅថាចូលរួមបំរើយួនកាត់ទឹកដីឲ្យយួនសម្រាប់ពូជសាសន៍ដោយខ្លួនឯងអាហ្នឹងហើយគេហៅថាខ្មែរវង្វេងជាតិវង្វេងពូជសាសន៍ខ្លួនឯងមិនយល់ថាអ្នកតួសម្ដែងទាំង3ហ្នឹងសិតជាតួរបស់យួនខ្ញុំបានលើកបញ្យល់ឲ្យបញ្យល់ទៀតអញ្ចឹងដើម្បីបញ្ជាក់នៅតិហេកឲ្យបានច្បាស់លាស់អំពីបញ្ហាហៅថាតួរបស់យួនឥឡូវគេលើកតួគណៈបកប្រជាជនគេហៅថាតួចិត្តអាក្រក់គណៈបកប្រជាជនគេដាក់ងារគេហៅថាជាតួចិត្តអាក្រក់គណៈបកសង្គ្រោះចោលគេដាក់ជាតួនាទីតួចិត្តល្អហើយបន្ទាប់មកទៀតគេហៅថាស្ដេចហ្នឹងគឺជាតួស្ដេចដែលគ្រប់គ្រងលើអាណាចក្រនៃរាជកម្ពុជាក៏ប៉ុន្តែយើងមើលពីសកម្មភាពនយោបាយនៅក្នុងប្រទេសមកទល់នឹងសប្តាហ៍ថ្ងៃតើយើងបានឃើញថាតើស្ដេចខ្មែរយើងដែលបានមកជួយប្រជាជាតិចំណុចមួយណាទេហើយនៅក្នុងរយៈពេលថ្មីនឹងទីសោតបងប្អូននាំគ្នាធ្វើញ៉ាត់ដើម្បីសុំឲ្យស្ដេចហ្នឹងធ្វើអន្តរាគមន៍ពីបញ្ហាសង្គមខ្មែរយើងដែលជួបនៅវិបត្តិតែយើងបានមើលសកម្មភាពនយោបាយមកទល់សប្តាហ៍ថ្ងៃយើងដែលឃើញថាស្ដេចខ្មែរយើងដែលចោទហ៊ុនសែនថាជាជនក្បត់ជាតិទេរាល់សកម្មភាពអីទាំងអស់ញ៉ាត់ដែលធ្វើចេញមកពីពួកអាសង្គ្រោះចោលដែលធ្វើញ៉ាត់តាំងពីឆ្នាំ2014បានធ្វើញ៉ាត់មួយសាររួចទៅហើយតើយើងដែលឃើញស្ដេចចេញមកធ្វើអន្តរាគមន៍ទេបានធ្វើញ៉ាត់ពីរឿងហ៊ុនសែនមកប្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋស្ដេចមិនបានទាំងទទួលញ៉ាត់ទេមិនតែប៉ុណ្ណោះសោតចូលរួមជាមួយហ៊ុនសែនទទួលស្គាល់ហ៊ុនសែនថាឈ្នះឆ្នោតដោយស្របច្បាប់ថែមទៀតហើយចុះបើសិនជាស្ដេចហ្នឹងស្ដេចគឺជា